ពីប្រហែលមួយយើងធ្លាប់តែយើងទៅមើលរឿងគូហើយថ្ងៃនេះគឺយើងមកនិយាយសាច់រឿងពីរឿងហូបម្ដងជាដំបូងគឺយើងជួបជាមួយនឹងបុរសម្នាក់មានឈ្មោះថាប្រុសបុរសនេះគឺបុរសម្នាក់នេះគឺគាត់មានឈាមប្រុសនៅក្នុងខ្លួនហើយគាត់ដូចជាមានណាទៅម្នាក់បានទេមកហើយខ្លួនរបស់គេហ្នឹងគឺហើយគេក៏គិតថាគឺពិតជាកម្មចិត្តអាក្រក់វាមកធ្វើបាបគេហើយពេលនោះគេក៏បានឃើញមនុស្សនៅខាងក្រៅពេលនោះប្រុសគាត់ក៏ឃើញមនុស្សពីរនាក់នៅខាងក្រៅហើយគាត់ក៏ជឿរៀមលើទូរស័ព្ទហើយនោះគឺជា David Banner នោះឯងហើយគាត់ក៏គិតថាហើយគាត់ក៏សួរទៅ David Banner ថាតើគេមកក្នុងមានការអ្វីដែរហើយ David Banner គេគិតថាគេនិយាយថាគេនឹងយកឆ្កែទាំង3របស់គេយកទៅហើយប្រុសក៏ខឹងរហូតដល់ខ្លាចទៅជាហុកហើយប្រុសក៏ចាប់ផ្ដើមវាយប្រហារនៅទីកន្លែងនោះតែម្ដងហើយចូលមកដំបូងគឺគេវាយទម្លុះផ្ទះគេយកតែម្ដងហើយពេលនោះគេក៏បានធាក់បុរសដែលមានឈ្មោះថា Espen ចេញមកក្រៅហើយគេក៏បានបាញ់កំភ្លើងរះទៅលើហុកហើយធ្វើឲ្យហុកកាន់តែខឹងរីកមាឌកាន់តែធំខ្លាំងជាងមុនទៀតហើយប្រុសគាត់ក៏ចេញកម្លាំងខ្លាំងតែម្ដងហើយគេក៏មានកម្លាំងខឹងក្រោលជាខ្លាំងហើយក៏បានមកធាក់ហើយគេក៏បានទាត់អាធុងស្អីគេនោះបើទៅឆ្ងាយបាត់ទៅហើយក៏កុបបាក់បែ Espen ទៅខ្ទប់ជាមួយនឹងអ្នកបាញ់កំភ្លើងនោះហើយប្រុសក៏ទៅផ្ទះ Betty បាត់ទៅហើយពួកក្រុមឆ្កែបិសាចនោះក៏វានាំគ្នាមកព្យាយាមមកខំប្រុសហើយឆ្កែទាំងអស់នោះគឺសុទ្ធសឹងជាឆ្កែបិសាចហើយប្រុសគាត់ក៏យក Betty យកដាក់ចូលក្នុងឡានហើយក៏ចាប់ផ្ដើមទប់ទល់ជាមួយនឹងឆ្កែទាំងអស់នោះហើយឆ្កែទាំងអស់នោះគឺសុទ្ធសឹងជាឆ្កែដែលគួរឲ្យខ្លាចគឺសុទ្ធជាឆ្កែបិសាចដែលមានមាឌធំគឺឆ្កែយក្សហើយ Betty រៀបនឹងបើកឡានទៅហើយស្រាប់តែមានឆ្កែមួយទៀតក៏ហក់មកចិត្តឡានគេតែម្ដងហើយពេលនោះប្រុសក៏កបៀសឈើត្រូវគេបាត់ទៅហើយប្រុស